ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជុំគ្នាដើម្បីថតរឿងខ្លីៗទៀតហើយថ្ងៃនេះចាយគាត់មកសម្ភាសតួសំខាន់នៅក្នុងការថតរឿងបងប្អូនឃើញថាតួឯករបស់យើងគេថាថតទៅចូលតួពេកត្រូវមួយផ្ទះដៃបាទឥឡូវលេងចង់ថតឥឡូវនេះតួថ្មីបងប្អូនគាត់ទៅតែចូលថតចឹងបងប្អូនគាត់អត់ទាន់ស្មនៅក្នុងការថតទេគាត់មិនទាន់ទូពេញសិតក្នុងការថតបងប្អូនគាត់ថាថតវគ្គដែលត្រូវជំនួសដែលទូត្រូវរៃរោងអញ្ចឹងបងប្អូនព្រោះអីក្នុងការយើងថតហ្នឹងទៅមកទៅចូលដល់ទូពេញសិតយើងត្រូវថតទូរៃរោងសិនបងប្អូនហើយដល់ខ្ញុំដំបងឡាយយើងចូលដល់ចូលទូថតចូលទូសំខាន់មកដល់ការខ្ញុំថតដំបងនេះគឺសម្ភាសដំបងអេដមីនហេតុអ្វីថតរឿងគេជេរច្រើនម្ល៉េះរឿងចាស់របស់ខ្ញុំត្រូវបានផ្ទុះផ្សាយជាថ្មីនៅលើបណ្ដាញសង្គម Facebook បងប្អូនហើយវាផ្ទុះចឹងទៅអាវគ្គតែសំខាន់ដែលយើងលេងទៅត្រូវចូលទូពិតនោះគឺត្រូវមហាជននៅក្នុងបណ្ដាញសង្គម Facebook គឺគាត់ជេរមែនទែនគាត់មើលថាដឹងថាជាសាច់រឿងទេគាត់ស្មានតែការពិតហើយនេះបងប្អូនហើយខ្ញុំក៏សាកសួរទៅដល់ admin បងប្អូន admin ដាក់ទូខ្ញុំទូអីទៀតគាត់ថាទូចាស់ទីបងប្អូនខ្ញុំនៅតែទូចាស់ដដែលជាបំផុតទេបងប្អូនថាម៉េចយើងមុខចាស់ស្រាប់អញ្ចឹងដាក់ទូចាស់មិនត្រូវក្រុមរបស់ពួកខ្ញុំគឺថតដោយការស្ម័គ្រចិត្តទេបងប្អូនមិនទាន់និយាយបានចំណូលទេឃើញមានថាបងប្អូនជាច្រើនចូលសុំឆាតមកសួរសុំខ្ញុំថតអីចឹងបងប្អូនមើលផ្ទាល់ដៃមិនទាន់មានកាមេរ៉ាមានអីផងបងប្អូនទស្សនាបងប្អូនមើលផ្ទាល់ភ្នែកទៅខ្វះឧបករណ៍ជាច្រើនប៉ុន្តែគាត់ថាតស៊ូក្នុងការថតជាមួយគ្នាណាមីងហ្នឹងតាមពិតជាមីងបង្កើតបងប្អូននៅចិត្តហ្នឹងទេអត់មានអ្នកតួណាមកពីណាឆ្ងាយដូចមីងហីគាត់ថាជាមីងរបស់ admin ខ្ញុំហើយនេះក៏ត្រូវជាប្អូនរបស់ admin ខ្ញុំដែរសិតតែបងប្អូនជុំនឹងទេអត់មានអ្នកសាច់ឆ្ងាយណាទេបងប្អូនហើយមានតែខ្ញុំមួយគត់អ្នកសាច់ឆ្ងាយឆ្លងកាត់ពីភូមិមកបងប្អូនចិត្តស្និទ្ធជាមួយគាត់ដោយសារការពីមុនធ្លាប់ប៊ូសជាមួយគាត់អញ្ចឹងបងប្អូនធ្លាប់មកស្គាល់គាត់តាំងពីសិនតាំងពីនៅលោកនោះបងប្អូនហើយបានចិត្តស្និទ្ធជាមួយគាត់ឃើញថាផលវិបាករបស់ខ្ញុំគឺការនាំក្មេងៗថតបងប្អូនហើយយើងចាស់ថតចាប់ត្រូវទៅបើក្មេងៗគាត់ថតរត់លេងថតរត់ធ្នេថតរត់ទៅអត់នៅមួយកន្លែងដូចជាយើងដែលគិតថាសំខាន់សំខាន់ចឹងទៅយើងនៅថតរហូតដល់ចប់សាច់រឿងបើក្មេងៗរត់តែរត់ដែរបងប្អូនដោយត្រង់នេះចឹងទៅត្រូវការមានប្លង់ដូរប្លង់ពីច្រើនខ្ញុំថតតែទូរស័ព្ទមួយទេប៉ុន្តែឥឡូវខ្ញុំក៏សាកល្បងថតនៅកាមេរ៉ា2បងប្អូនដើម្បីកាន់ប្លង់ឡងបងប្អូនខ្លះទស្សនាពីក្នុងសាច់រឿងមកគាត់ថាក្រុមពួកខ្ញុំមានឧបករណ៍ល្អដូចជាមានការកាត់តហ្នឹងប្រើកុំព្យូទ័រប្រើរបស់អីថ្លៃថាពិតអត់ទេបងប្អូនហើយប្រើប្រាស់ទេទូរស័ព្ទដៃមួយគត់ឃើញបងប្អូនថតស្រាប់ហើយទូរស័ព្ទប្រើប្រាស់ទូរស័ព្ទ iPhone ទូរស័ព្ទដែលមិនអន់ទេបងប្អូនទូរស័ព្ទថ្លៃដែរគាត់ថាយើងអាចយូរជាជំនួសកាមេរ៉ាបានព្រោះយើងឆ្លាញ់ការថតវីដេអូហ្នឹងយើងក៏រੂទូរស័ព្ទណាមួយដែលប្រើប្រាស់ក្នុងការថតវីដេអូបានល្អបានស្អាតមើលទៅថតពេលល្ងាចពេលអីទូរស័ព្ទបងប្អូនក៏អាចប្រើប្រាស់វាមិនបានល្អដូចកាមេរ៉ាខ្លាំងទេបើថាបានជំនួសកាមេរ៉ាមួយគ្រាន់បានដែរព្រោះខ្ញុំមុននឹងទិញកាមេរ៉ាខ្ញុំគុណវិភាគមើលដែរថាទូរស័ព្ទឥឡូវវាអាចខ្លាំងដែរបងប្អូនខ្លាំងជាងកាមេរ៉ាឲ្យថាទូរស័ព្ទតម្លៃខ្ទង់$300បើយើងទិញកាមេរ៉ាខ្ទង់300ហ្នឹងវាគុណភាពវាអត់ស្មើដល់ទូរស័ព្ទទេបងប្អូនដោយសារទូរស័ព្ទឥឡូវវាគ្រាន់ក៏ដូចជាខ្ញុំថតឲ្យពុកម៉ែបងប្អូនទស្សនាមើលទៅវាចាក់ color ចាក់អីមើលទៅស្អាតបងប្អូនឲ្យតែពលឺគ្រប់គ្រាន់ថតបានល្អដូចកាមេរ៉ាធំអញ្ចឹងដោយសារតែឆ្លាញ់ពេញចិត្តនៅក្នុងការថតរឿងខ្លីដឹកនាំសម្ដែងអញ្ចឹងទៅក៏នាំពុកមីងបងប្អូនជុំចិត្តទាំងគាត់ថតលេងសប្បាយរបស់គាត់ទៅណាក៏ថតវគ្គចប់ហើយមេឃក៏ភ្លៀងរែកដែរបងប្អូនថតទៅចប់ទាំងភ្លៀងហ្នឹងបងប្អូនហើយព្រោះវាទៅជិតចប់ហើយទុកយូរពេកម៉ែបងប្អូនគាត់រងចាំទស្សនាអញ្ចឹងហើយក៏ថតអមគ្នាថតបញ្ចប់តែទោះភ្លៀងមិនក៏ថតកាត់ភ្លៀងដែរបងប្អូនខ្លះគេថាខ្ញុំសំដែងតែខ្ញុំមិនសំដែងទេថាពិតមិនសំដែងទេបងប្អូនគឺមែនតែនបងប្អូនហើយពេលខ្លះយើងខ្វះខាតមែនតែនហ្នឹងហើយពុកម៉ែបងប្អូនបើសិនតែពុកម៉ែបងប្អូនចង់ sponsor អាចមក sponsor ក្រុមពួកខ្ញុំបានកំពុងតែខ្វះខាតពុកម៉ែបងប្អូនហើយមិនទាន់ជាមាន sponsor ណាមកជួយ sponsor ទេបងប្អូនហើយ sponsor ណាមកជួយ support ទេឥឡូវកំពុងដាច់ដៃកំពុងខ្វះខាតថវិកាមីងក៏គាត់រវល់ទៅស្រែទៅចំការយ៉ាងនៅអត់មានថវិកាគ្រប់គ្រាន់ទេបងប្អូន